សួស្តីបងប្អូនអរគ្នាថ្ងៃនេះចង់បង្ហាញបងប្អូនបន្តិចខ្ញុំមកថតម្ហូបឲ្យបើថោនបាទនេះខាងគាត់អានេះសាខានៅកោះនរាបងប្អូនសាខាកោះនរាអញ្ចឹងគាត់មានច្រើនសាខាដែរតែអានេះសាខាថ្មីនៅកោះនរាអញ្ចឹងចាប់មើលសកម្មភាពក្រុមការងារ A+ គាត់ថតម្ហូបបាទថត studio បែប studio ដើម្បីយើងយកទៅdesign ម្ហូបមានន័យយកទៅ design មនុយសំទោសអូខេអញ្ចឹងមើលសកម្មភាពយើងទាំងអស់គ្នាបាទបាយចានេះទីតាំងគាត់អញ្ចឹងបងប្អូនអាចមកពីស្ពាតកណ្ដាលមកត្រង់មកចិត្តដល់វងមូនេះវងមូនៅខាងនោះអញ្ចឹងអានេះចិត្តដល់វងមូបងប្អូនឃើញបើថោនហ្នឹងបាទហើយគាត់នឹង plan បើកឆាប់ហ្នឹងហើយអញ្ចឹងចាំទស្សនាទាំងអស់គ្នាទៅមើលក្រុមការងារយើងរៀបចំ set up ដើម្បីថត studio បាទថតម្ហូបបែប studio មើលទស្សនភាព decor ស្អាតនេះអត់តរៀបចំហើយទេបាទចានេះក្រុមការងារយើងហ្នឹងកំពុង set up បដាហើយហើយយើងមាន40មុខក្នុងការថតអូខេនេះអានេះស្មាត់យើងស្មាត់កាមេរ៉ានោះស្មាត់ភ្លើងបាទនៅមានស្មាត់ច្រើនទៀតតែរវល់នៅកន្លែងអត់បានមកនៅ design ការងារគេផ្សេងច្រើនទៀតអញ្ចឹងថ្ងៃនេះមានតែ3នាក់ទេបាទចាឥឡូវយើង set up ទៅ set up ហើយចាំ check មើលទៀតបងប្អូនឥឡូវយើងមកដល់ចំណុចនេះគឺយើងបាន set up បាទយើង set up detail ណាតែភ្លើងថាតើភ្លើងដែលយើង set up ហ្នឹងត្រូវអត់គួរប្រើភ្លើងពីណាមកណាដើម្បីឲ្យវាត្រូវជាមួយនឹងអ្វីដែលយើងចង់បានណាហើយបន្ទាប់មកបានយើងមកមើលប្រភេទចានថាយើងមានប្រើប្រាស់ចានអីគេខ្លះពីមួយចានមុននឹងយើងបាទព្រោះយើងចាំបាច់ត្រូវដឹងថាចានដែលយើងថតហ្នឹងវាមានទម្រង់បែបម៉េចមានពណ៌បែបម៉េចដើម្បីយើង set up ឲ្យវាត្រូវជាមួយនឹងការងារដែលយើងចង់បានអញ្ចឹងណាចានេះសិតតែចានរបស់គាត់បាទគឺបែបហ្នឹងហើយយើងមាន list មនុយបាទយើងត្រូវដឹងថាមានម៉ែមុខដែលយើងត្រូវថតហើយថតពីណាទៅអូខេហ្នឹងរបៀបយើងរៀបចំថតបាទហើយនេះយើងបាន set up រួចហើយអញ្ចឹងយើងចាំចុងភៅគាត់រួចព្រោះគឺយើងអាចចាប់ផ្ដើមថតបានអញ្ចឹងយើងទៅមើលចុងភៅតិចអានេះយើងមក check មើលតំណែងមួយចុងភៅជាមួយនឹងគាត់ design មិនអីនេះនៅលើចានរបស់គាត់ចឹងដើម្បីយើងដឹងថាយើងគួររៀបចំថតបែបណាអូខេអានេះសេចានរបស់គាត់ហើយចុងភៅគាត់នៅខាងក្នុងបាទចឹងតិចទៀតចាំមើលនៅពេលដែលគាត់ ready យើងនឹងអាចចេញម្ហូបថតបានបាទអរគុណនឹងអញ្ចឹងក្រោយពេលយើងសួរនាំមួយចុងភៅហើយគឺយើងមកថតឥឡូវយើងបានម្ហូបដំបូងហ្នឹង first shot របស់យើងគឺបានលទ្ធផលប៉ុណ្ណឹងតែយើងអត់ទាន់យកវាជាផ្លូវការយើងត្រូវការតេស្តភ្លើងតេស្តមើល detail ថាតើលេខកហ្នឹងវាត្រូវអត់អញ្ចឹងយើងត្រូវមកកែសម្រួលបន្ថែមនៅចំណុចណាដែលខ្វះខាតនៅពេលដែលយើងថតទៅយើងមើលឃើញ detail ហើយអញ្ចឹងយើងអាចកែលម្អិតបន្ថែមថាដាក់មិនសមអញ្ចឹងណាបាទហើយបន្តមកយើងត្រឡប់មកមើលម្ដងទៀតដើម្បី confirm ថាអ្វីដែលយើងបានរៀបចំហ្នឹងវាអូខេនៅទទួលយកបានណាបាទ
ចឹងក្រោយពេលដែលយើងបានថតហើយយើង check មើលថាវាអូខេហើយអញ្ចឹងការងារបន្ទាប់ដែលយើងត្រូវធ្វើហ្មងគឺយើងត្រូវ check ជាមួយនឹងម្ចាស់ហាងឬក៏អ្នកគ្រប់គ្រងហាងថាប៉ុណ្ណឹងគាត់អាចទទួលយកបានអត់ចឹងណាដើម្បីយើង confirm អញ្ចឹងកន្លែងនេះគាត់បានមក check មើលហើយសួរនាំបន្ថែម comment អ្វីដែលគាត់មិនតាន់ចង់បានឬក៏ស្អាតហើយឬក៏គាត់ចង់បានបែបនេះទៀតអានឹងយើងពិភាក្សាគ្នាហើយដើម្បីយើងបន្តថតទៅឲ្យវាត្រូវកុំឲ្យវាមានបញ្ហានៅពេលដែលយើងថតហើយគាត់ថារូបនេះចេះរូបនេះចោះគាត់អត់ចង់បានអានឹងវាជាបញ្ហាអញ្ចឹងយើងត្រូវនិយាយគ្នាហើយបើគាត់ confirm អានឹងបានយើងបន្តថតទៀតបាទយកទៅ design យើងកាត់ដាក់វាយកបាទក៏បើចង់ឲ្យវាយមើលលើ detail អីចឹង decor ពលឺអីតែប៉ុណ្ណឹងបាទបាទហ្នឹងហើយអញ្ចឹងបន្ទាប់ពីគាត់ confirm ហើយអញ្ចឹងយើងបន្តថតនៅមហូបទី2ទី3បន្តទៀតទៅតាមអ្វីដែលយើងបាន set up ហើយបាទចានេះមុននឹងយើងថតយើងថែមเพลงតិចទៅមកពាក់ព័ន្ធនឹងមហូបពងអញ្ចឹងណាវាមានសំណើមហ្នឹងហើយយើងដាក់เพลงបន្ថែមទៅដើម្បីឲ្យពលឺភ្លើងយើងចូលមកវាមើលទៅវាដូចថាវាថ្លាវាមានសំណើមនៃមហូបរបស់យើងណាយើងដាក់តិចៗបានទេកុំដាក់ច្រើនពេកដាក់មកសមមើលទៅស្អាតហើយបាទណាងចូលបន្ទាប់មកយើងចាប់ផ្ដើមថតបន្តទៀតទៅយកឲ្យឃើញបបលណាអូខេកន្លែងនេះដោយសារភ្លើងនៅពេលដែលយើងថតទៅវារៀងមាន error តិចតួចអញ្ចឹងយើងត្រូវការ fix កន្លែងដែលយើងអត់ចង់បានអញ្ចឹងយើងត្រូវកែភ្លើងវាបន្ថែមទៀតបាទដើម្បីឲ្យវាត្រូវនៅអ្វីដែលយើងចង់បានហ្មងណាកុំឲ្យវាពិបាកនៅពេលដែលយើងកែគឺពិបាកព្រោះធម្មតាយើងចង់ថតឲ្យវាស្អាតហ្មងអត់ចង់ឲ្យយកទៅកែច្រើនទេកែច្រើនអានឹងយើងខាតពេលហើយអានេះជាលទ្ធផលបន្តបន្ទាប់ដែលយើងបានថតហើយឥឡូវបន្ទាប់ពី set up រៀបចំទៅហើយយើងថតបានមួយចំនួនធំដែរហ្នឹងហើយឥឡូវនេះមក2តាំងពីម៉ោង10ដល់ម៉ោង2ឥឡូវយើងថតបានប្រហែលជា30មុខអីបាទហើយហ្នឹងយើងនឹងបញ្ចប់ត្រឹម40មុខអញ្ចឹងចាំមើលបន្តទៀតហ្នឹងឥឡូវយើងមកដល់វគ្គម្ហូបខ្មែរម្ដងណាច្រើនបងប្អូនអ្នកទស្សនាឃ្លានដែរបាទឃ្លានមកច្រើនមកអូខេអានេះញ័រមិនទេយកចេកបាទណងđừng ngon này ngon đúng không thế là lại lít đi đại giờ cũng thọt rồi ok và hạt tầm po ok trong chương trình chờ tiếp và dàn dài một tiếp xong mình làm đẹp cho cô lâu ok nhôm tới dòng chết ok bằng tia sạch cô nữ ok như còn ba chờ đấy cầm cho sang tay cho một chân áp đẹp tích ở lấy màu phí xe của mũi ấy thì những thọt bàn cho sang sai dòng một ấy bằng cho ngày đi thọt bàn trở cuối xong
សួស្តីថ្ងៃទី2នៃការថតមហូបរបស់យើងហើយថ្ងៃនេះយើងមាន40មុខបន្ថែមទៀតក្នុងការថតបាទហើយឥឡូវយើងក្រុមការងារយើងកំពុងតែរៀបចំនៅខាងក្នុងហើយយើងរងចាំចុងភៅគាត់រួចរាល់យើងនឹងចាប់ផ្ដើមថត40មុខបន្តទៀតអញ្ចឹងចាំមើលថាតើមានសកម្មភាពអីបន្ថែមទៀតសម្រាប់ការងារយើងថ្ងៃនេះអញ្ចឹងចាំទស្សនាទាំងអស់គ្នាបាទតោះឥឡូវយើងទៅមើលចុងភៅម្ដងបាទចុងភៅពុំសស្រាក់សស្រាំហើយអញ្ចឹងពេលយើងថតហើយយើងមកប្រាប់គាត់ដើម្បីគាត់ចេញថ្មីទៀតអញ្ចឹងណាជាការថតរូបម្ហូបយើងត្រូវមានការតំណែងជាមួយនឹងមេចុងភៅបាទដើម្បីយើងដឹងថាគាត់ចេញម្ហូបម៉េចគាត់ដេកបែបម៉េចចានគាត់បែបម៉េចអានឹងយើងត្រូវមានតំណែងជាមួយគាត់អានឹងងាយស្រួលក្នុងការធ្វើការបាទហ្នឹងហើយបងប្អូនអញ្ចឹងដូចអីដែលខ្ញុំបានអាប់ដេតនៅថ្ងៃទី1អញ្ចឹងថារាល់ការថតយើងតែមានការតំណែងជាមួយនឹងចុងភៅចាំបាច់បំផុតព្រោះដោយសារបើយើងអត់តំណែងមួយគាត់ទេយើងអត់ដឹងថាតើម្ហូបរបស់គាត់ហ្នឹងរៀបចំបែបម៉េចដេកបែបម៉េចចានរបស់គាត់ប្រើបែបម៉េចទម្រង់មូលឬក៏តប៉ែតឬក៏តវែងឬក៏ទំហំធំប៉ុណ្ណាអញ្ចឹងយើងត្រូវដឹងទាំងអស់អញ្ចឹងអ្វីដែលសំខាន់គឺត្រូវតែមកតំណែងជាមួយនឹងមេចុងភៅជាចាំបាច់ហ្មងហ្នឹងជារឿងសំខាន់មួយដែលមុនយើងចាប់ផ្ដើមថតហើយណាមួយវាងាយស្រួលទៅដល់យើងក្នុងការថតផងព្រោះនៅពេលដែលយើងមានតំណែងជាមួយចុងភៅជាមួយមេចុងភៅល្អអញ្ចឹងយើងងាយស្រួលក្នុងការស្នើសុំគាត់សុំម្នេះសម្រួលបែបនេះដើម្បីឲ្យការងារនៃការថតរបស់យើងនឹងវារលូនបាទហ្នឹងថតមែនបងថតមែនបងថតឬក៏អត់ទេអាចសុំរៀងច្រើនជាងហ្នឹងតិចអាចដាក់រៀងច្រើនជាងហ្នឹងតិចចានវាជ្រៅពេកដល់ពេលទៅយើងថតទៅខ្លាចវាឃើញតែចានបងបាទអានេះអាចរៀងច្រើនជាងហ្នឹងតិចបាទអាចដោយសារចានវាជ្រៅដល់ពេលខ្លាចថតទៅឃើញតែចានដែរពេលយើងដាក់តិចពេកវាឃើញនៅក្រោមចាំស្ទឹកតែព្រោះបើយើងដាក់ច្រើនបាទបញ្ហាជាមួយនឹងភ្ញៀវជឿនជឿនហ្នឹងហើយបងបាទហ្នឹងហើយអញ្ចឹងអាហ្នឹងវាជាបញ្ហាខ្លាចខ្ញុំខ្លាចខទៅឃើញតែចានអត់ឃើញហ្មងអត់អីទេបាទហ្នឹងហើយតាមហ្នឹងតែចំណុចនេះចឹងនៅពេលដែលពេលខ្លះខ្ញុំស្នើសុំគាត់ទៅក៏គាត់មានការបដិសេធដែរព្រោះមេចុងភៅម្នាក់គាត់មានគេហៅថាការដេករបស់គាត់ចឹងណាអញ្ចឹងយើងចង់កែគាត់គឺពេលខ្លះគាត់ក៏យល់ព្រមពេលខ្លះគាត់ក៏អត់ដែរហ្នឹងយើងត្រូវទទួលស្គាល់ហើយហេតុផលអីដែលខ្ញុំត្រូវស្នើសុំគាត់ព្រោះធម្មតានៅពេលដែលគាត់លក់គឺគាត់មានបរិមាណរបស់គាត់អាហ្នឹងត្រូវហើយអាហ្នឹងខ្ញុំទទួលស្គាល់ប៉ុន្តែយើងត្រូវដឹងថាយើងជាអ្នកបញ្ចប់នៃរូបភាពមួយហ្នឹងអញ្ចឹងករណីបើសិនជានៅក្នុងចានហ្នឹងវាអត់សូវទំនងវាអត់ស្អាតអញ្ចឹងនៅពេលដែលយើងយកទៅថតទៅក៏វាអត់ស្អាតដែរអញ្ចឹងលទ្ធផលគឺវាមានបញ្ហាអញ្ចឹងតែលទ្ធផលមានបញ្ហាគេអត់បន្ទោសចុងភៅទេគឺគេបន្ទោសអ្នកថតអញ្ចឹងកន្លែងហ្នឹងយើងត្រូវដឹងចឹងកន្លែងនេះខ្ញុំក៏សម្រេចចិត្តថាបន្ថែមដេកតែម្ដងទៅព្រោះបើសិនជាអត់បន្ថែមទេគឺនៅពេលដែលចេញលទ្ធផលមកគឺវាអត់ស្អាតអាហ្នឹងកុំឲ្យមានបញ្ហាបាទអញ្ចឹងខ្ញុំសម្រេចចិត្តថាខ្ញុំនឹងថែមគ្រឿងដេកដើម្បីឲ្យវាមើលទៅវាកាន់តែមានពណ៌នៅក្នុងចានណាបាទប៉ុន្តែកន្លែងនេះខ្ញុំចង់ចែកម្លែកតិចថាបើសិនជាករណី
ចាំបាច់អញ្ចឹងយើងគួរតែថតពីរទៅមានថាថតគាត់ដាក់ឲ្យយើងហើយបន្ទាប់មកចាំយើងថតមួយទៀតដែលយើងកែខ្លួនឯងអញ្ចឹងយើងមានពីរ option អាហ្នឹងដើម្បីងាយស្រួលនៅពេលដែលខាងដូចខាងចាស់ហាងឬក៏ខាងអ្នកដែលគាត់កាន់បច្ចេកហ្នឹងគាត់សួរអាហ្នឹងយើងមាន option ឲ្យគាត់ទៅអាហ្នឹងក៏វិធីល្អមួយដើម្បីកាត់បន្ថយបញ្ហានៅពេលដែលយើង final អត់ចាំទេស្រីសោះពីលំបាកនៃថតកំហុសគឺអញ្ចឹងលំអិតគ្រប់ចំណុចតិចតែយើងអត់លំអិតទេពេលយើងedit ដើម្បីយើងស្រីឲ្យទៅពេលយើង edit យើងអត់សូវខត់ណាយើងសុំដៃមួយមើលតិចហ្នឹងយកសុំដៃអូខេសុំដៃយកសុំដៃសិនណាមិញចឹងយើងត្រូវស្ដីវាឲ្យស្អាតកុំឲ្យក៏បានពេល edit ហត់អូខេចឹងគេយើងស្ដីយើងអត់ត្រូវស្ដីខ្លាំងដែរដេកគាត់ភ្ញៀវដេកគាត់ចង់ធ្វើមកមិនយើងត្រូវតែទុកឲ្យគាត់វិញគាត់តែយើងសម្រួល clean សម្រាប់យើងត្រូវយើងកុំ change ដេកគាត់ណាគាត់តែមកវាឲ្យត្រូវខ្លាំងយើងចង់បានត្រង់ណាអូខេតែយើង change ដេកគាត់អានោះអត់ត្រូវទេបាទអូខេដល់ទៀតអូខេចឹងហ្នឹងហើយចឹងយើងកែចឹងហ្នឹងទៀតវាស្អាតទៀតមកអូហ្នឹងហើយបាទចឹងយើងយកមកដល់ទៀតដល់ទៀតឡប់អូខេហ្នឹងទួយកបានចំកណ្ដាលចំទីនេះទៀតបាទថាដឹងថានៅពេលបោះស្រីនេះចំកណ្ដាលហ្នឹងអូខេបោះ checklist អូខេបានប៉ុណ្ណឹងហើយរួចមកចឹងឲ្យស្អល់3មុខអត់ទេយកបាយសិនហើយទឹកស្អ៊ីវហ្នឹងមិនបាច់ទេដាក់ទឹកស្អ៊ីវថតនេះមួយយកទឹកស្អ៊ីវចឹងយើងហៅមុំថតដាក់ទៅពីក្រោយគុំទៀតទេបាញ់បាត់ទេចុះខាងណាបកត់ចឹងយើងស្រីស្រង់ទៅពីរួយមកអីដែរហូបខ្លាំងយក position ដែរមក clean up យកប្រសោះយកចានមិញចានថតថាមិញនេះចង់ឲ្យអូខេនេះវាខ្ពស់តិចយើងដាក់អីសូពីក្រោមទៀតហើយមួយទៀតខ្ពស់ជាងហ្នឹងទៀតបាទហូបឲ្យកាន់តែមានកម្ពស់បាទវាស្អាតតែវាអត់មានកម្ពស់ទេវាអត់ស្អាតទេវាហៀបតែជីវាមកវាខ្ពស់អូខេអូយអូខេស្អាតមួយសិនកាត់ទៅណាជួយតិចបានអត់គីអកស្ទើថតវាខ្ពស់ទៀតយកទៅបោះចានទៅទៅបាត់មានអីថតវាឈួរនេះក្បាច់ទ្របមានអីកាត់ហ្នឹងនេះវាស្ទើពេកដាក់លើខ្ពស់វាស្អាតបាទយកទៅយកក្រោយមានណាមើលឃើញអូខេតែនេះមិនក៏ដូចគ្នាដែរវាខ្ពស់មក
កាន់តែខ្ពស់កាន់តែស្អាតអូខេឆាប់ទៅតិចចាំយើងមើលពីមុខចេះមកឃើញស្អាតដឹងហើយបាទនេះសុំខ្ពស់ទៀតអូខេតោះជុកសក់ទៀតគាត់បានតិចយ៉ាងមួយឯងជាគាត់អ្នកដាក់អោបជ្រះប្រឆាំងជ្រះគាត់ត្រឡប់មកវិញហើយជ្រះនេះកាត់ចេញក្រៅតិចទៀតហើយអូខេតោះឡាច់គាត់មានដល់វាដេកទៀតនេះចេញមកវាទៀតចេះអញ្ចឹងក្បាច់យើងគឺចង់ឲ្យវាខ្ពស់យកទៅលោមកដាក់បបស៊ីដែរណាដាក់អាហ្នឹងមកស្អាតហើយបាទតែនេះយើងលើកខ្ពស់តិចមកចាំពេលខ្លះយើងត្រូវកែបែបហ្នឹងយើងកែមើលស្ទើកន្លែងណាយើងអាចកែកន្លែងណាអញ្ចឹងយើងមើលពីមុខចេះមក direction វាពីមុខចេះព្រោះប្លង់កាមេរ៉ាយើងវាចង់ឥឡូវយើងបញ្ចប់ការងារហើយ2ថ្ងៃហើយចាំមើលលទ្ធផលរបស់គ្នាថាវាបែបណាឥឡូវយើងរៀបចំបាទ2ថ្ងៃទៅបានបញ្ចប់អូខេចង់ចាំមើលលទ្ធផលនេះ